បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការកាត់ background ទឹកបែបនេះទៅជាបែបនេះអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរគឺយើងចូលទៅអនុវត្តអ្នកគ្នាបាទជំហានដំបូងគឺយើងត្រូវ copy layer នេះមួយមកអញ្ចឹងដើម្បី copy layer នឹងបានគឺយើងត្រូវចុច shortcut key control បូកនឹងអក្សរ J អូខេបាទចឹងបន្ទាប់ពីខ្ញុំ copy បានប៉ុណ្ណឹងហើយខ្ញុំសូមបិទភ្នែក layer ខាងក្រោមមួយទៅមកគឺខ្ញុំឈរនៅ layer ដែលខ្ញុំ copy នេះបាទអញ្ចឹងនៅចំណុចបន្ទាប់គឺយើងចូលមក select ហើយយកពាក្យថា subject បាទអញ្ចឹងនៅកន្លែងនេះគឺយើងរងចាំបន្តិចទៅអូខេចឹងបន្ទាប់ពីបានបែបនេះគឺយើងត្រូវការបើសិនជាចឹងបន្ទាប់ពីបានបែបនេះបើសិនជា select របស់យើងនេះវា select អត់បាននៅចំណុចដែលយើងចង់បានទេយើងត្រូវបន្ថែមទៀតណាបាទអញ្ចឹងដើម្បីយើងសេរីបានយើងចូលមកកន្លែងQuick Selection Tool នេះមកយើងចុចលើវាមកនៅក្នុងហ្នឹងបើសិនជាបងប្អូនអត់ឃើញដូចខ្ញុំទេចេញ mouse ស្ដាំហើយយើងយកពាក្យថាQuick Selection Tool ហ្នឹងបាទចុចលើហ្នឹងមកអូខេអញ្ចឹងដោយសារនៅកន្លែងនេះអញ្ចឹងខ្ញុំអត់ចង់បានប្លុកហ្នឹងទេខ្ញុំចង់បានធំនេះឡើងលើអញ្ចឹងនៅកន្លែងនេះយើងចុចដើម្បីសេរីនៅកន្លែងហ្នឹងបានយើងចុច Alt ឲ្យជួបមកហើយយើងឲ្យចេញសញ្ញាដកបែបនេះណាឬក៏យើងអាចសេរីនៅកន្លែងនេះក៏បានដែរចុចនៅកន្លែងសញ្ញាដកនេះមកបានន័យថាយើងអាចដោះ select នៅកន្លែងនេះយើងមកយកនៅត្រឹមនេះអូខេបាទឥឡូវគឺខ្ញុំយកប៉ុណ្នេះមើលមកលើដូចជាមានអីទេខ្ញុំសម្រាប់យកថាប៉ុណ្ណឹងអូខេអញ្ចឹងចំណុចបន្ទាប់គឺយើងត្រូវ copy layer មួយទៀតបានន័យថាយើង copy យកកន្លែងដែលយើង select នេះហើយយើងអត់យក background ទេយើងអញ្ចឹងដើម្បី copy បានយើងចុច control អក្សរ J មកអូខេអញ្ចឹងបន្ទាប់ពីចុច control អក្សរ J អ្នកទាំងអស់គ្នាប្រើ shortcut មួយណាហើយចុច control shift ឲ្យជាប់មកហើយចុចអក្សរ U នេះបាទអញ្ចឹងនៅកន្លែងនេះអត់ទាន់ហើយទេចំណុចបន្ទាប់គឺយើងត្រូវចុច control Alt ហើយនឹងលេខ2បាទចុចទាំងអស់គ្នាមកអូខេអញ្ចឹងបន្ទាប់ពីយើងចុច control Alt លេខ2ហើយវានឹងចេញបែបនេះអញ្ចឹងបន្ទាប់ពីចេញបែបហ្នឹងហើយគឺយើងត្រូវ copy layer នឹងមួយទៀតណាអញ្ចឹងដើម្បី copy បាននេះបងប្អូនដឹងហើយមែនយើងចុច control អីគេបាទអញ្ចឹងយើងចុច control អក្សរ J មកអញ្ចឹងបន្ទាប់ពីយើងចុច control J ហើយយើងនឹងបាន layer មួយទៀតនេះ layer 3ហ្នឹងអញ្ចឹងបន្ទាប់មកយើងបិទផ្នែក layer 2នេះចេញមកដោយសារ layer 2ហ្នឹងយើងអត់យកទេយើងយកតែ layer 3ទេបាទអញ្ចឹងយើងបិទផ្នែកវាមកអូខេអញ្ចឹងបន្ទាប់ពីចេញបែបនេះហើយបន្ទាប់ពីចេញរូបបែបនេះហើយយើងអាចយកទៅ design បាននេះបើសិនជាអ្នកទាំងអស់គ្នាឃើញថារូបហ្នឹងវាអត់សូវថ្លាដូចហ្នឹងដូចរូបនេះទេយើងអាចសេរីបានអញ្ចឹងយើងចាប់ background មួយសិនមកដើម្បីងាយស្រួលមើលឈរលើ layer នេះមកឬក៏អ្នកទាំងអស់គ្នាអាចបង្កើត layer មួយទៀតក៏បានដែរប៉ុន្តែខ្ញុំអត់បង្កើតទេខ្ញុំបង្កើតនៅលើ layer ចាស់តែម្ដងណាអូខេខ្ញុំសូមបដូរពណ៌បន្តិចអញ្ចឹងកន្លែងនេះបើសិនជាវាឃើញមកអត់សូវថ្លាអញ្ចឹងអ្នកទាំងអស់គ្នាអាចឈរលើ layer ហ្នឹងហើយចុច control អក្សរ U មកកន្លែងនេះយើងបើកវាមកហើយយើងអាចសេរីបានហើយសេរីឲ្យរាងសតិចមកដើម្បីស្អាតឬក៏ពណ៌ផ្សេងពីហ្នឹងក៏បានដែរសាច់តែយើងចង់បានដែរបាទអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងចុច OK មកកន្លែងនេះសូមបិទផ្នែកដែរអានេះយើងអាចដាក់ពណ៌បានណាអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងអាចយកទៅធ្វើការ design បានយើងអាចយកទៅដាក់នៅលើអីពណ៌អីក៏បានយើងអាចយកទៅដាក់នៅលើ poster អីបានប៉ុណ្ណឹងហើយយើងអាចយកទៅប្រើការបានហើយបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀត